ឡានខ្មែរឡានរហូបានមកដល់ពុកម៉ែបងប្អូនទាំងគ្នាតម្លៃធំតែ2 800ពុកម៉ែបងប្អូន 2តើរហូមាន option ទំនើបអ្វីខ្លះពុកម៉ែបងប្អូនទាំងគ្នាមើលជាមួយខ្ញុំចឹងសម្រាប់ Smart Key របស់គេវិញគេមាន Unlock បើកូតក្រោយ Auto ជាមួយនឹង Lock ហើយនឹងជាមួយនឹងបច្ចេកពីចង្ងាយចឹងគឺទំនើបមែនតើឥឡូវខ្ញុំបច្ចេកពីចង្ងាយនេះછેអូខេអញ្ចឹងពេលយើងបច្ចេកពីចង្ងាយគឺយើងឃើញជាមួយនឹងភ្លើង LED របស់គេអញ្ចឹងពុកម៉ែទាំងគ្នាសម្រាប់ឡាន Rehu នេះការ design ស្អាតមែនតើបែបប្រភេទឡាន Luxus អនាគតកាលហើយមើលចង្គៀងប្រភេទ LED ហើយបើយើងមើលមកជុំទៅប្រភេទឡាន Sedan ប៉ុន្តែគឺចេញមកគឺស្អាតទំនើបមែនតើជាមួយនឹង LED technology ជាមួយនឹងយ៉ានកង់ 17Air កម្ពស់ពីដីស្មើនឹង26សង់ទីម៉ែត្រគឺខ្ពស់មែនតើហើយជាមួយនឹងចង្គៀងមកវិញគឺប្រភេទ Compound ស្អាតយើងអាចធ្វើការបត់បានមើលខាងការ design ទ្វារគេគឺស្រួលកាន់មែនតើបើកមកគឺស្អាតគួរទាំងគ្នាអាចមើលអំពីចំហៀងបន្តិចអញ្ចឹងបើយើងមើលពីចំហៀងបន្តិចឃើញថាការ design ទំនើបមែនតើពុកម៉ែទាំងគ្នានេះគឺកន្លែងយើងអាចសេរីកៅអីអូតូទៅមុខទៅឆ្វេងកម្ពស់ទាបអីយើងអាចកាច់ឆ្វេងស្ដាំបានហើយសំខាន់នេះយើងមើលសិតអូតូទាំងអស់គ្រប់យ៉ាងសិតតែអូតូទាំងអស់ហើយសំខាន់ពុកម៉ែទាំងគ្នាកញ្ចក់គេវិញពុកម៉ែទាំងគ្នាកញ្ចក់ក្រាស់មែនតើអញ្ចឹងកញ្ចក់ក្រាស់វាជួយទប់សម្លេងរំខានខាងក្រៅអញ្ចឹងយើងមើលខាងក្នុងនេះស្អាតមែនតើណាការ design មកស្អាតជប៉ុនទេសម្រាប់ឡាន Rehu ជាប្រភេទឡាន plug-in hybrid សាំងលាអគ្គិសនីសម្រាប់ប្រភេទរែងអគ្គិសនីរបស់គេវិញគឺសាកមកពេញបាន70គីឡូហើយចំពោះតើតូនជាមួយនឹង slow charge របស់គេ slow charge របស់គេគឺគេ support បានរ6.5 kW ក្នុង1ម៉ោងជាក់ស្ដែងអានេះមិនត្រឹមប្រើបានប៉ុណ្្នឹងទេក៏មាន virtual ដែរអាចធ្វើការទាញភ្លើងចេញមកក្រៅប្រើប្រាស់បានអូខេអញ្ចឹងយើងមើលខាងក្រោយវិញខាងក្រោយស្អាតចូលទៅខាងក្នុងកៅអីរបស់គេវិញខាងក្រោយពុកម៉ែទាំងគ្នាឃើញមកជាមួយនឹងការ design ដូចគ្នាហើយជាពិសេសមានម៉ាស៊ីនត្រជាក់ម៉ាស៊ីនត្រជាក់ពីខាងក្រោយមកអញ្ចឹងអ្នកខាងក្រោយគាត់អង្គុយអត់ចៀតហើយក៏មានម៉ាស៊ីនត្រជាក់ដែរសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹងឡាន Rehu អាចធ្វើការតំណែងទៅមកកាន់បងប្អូនបានឬក៏ធ្វើការកក់ជាមួយបងប្អូនបានសម្រាប់ព័ត៌មានបន្ថែមតាក់ទងជាមួយនឹង Rehu ពុកម៉ែបងប្អូនទាំងនេះអាចធ្វើការឆាតមកសួរកាន់បងប្អូនបានអរគុណសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយ